នេះគូជា Cam Today ថ្ងៃនេះជាថ្ងៃទី14ខែសីហាយោងតាមសារព័ត៌មានភ្នំពេញ Post អង្គការ AHF អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទៅធ្វើតេស្តរោគជំងឺឆ្លងតាមផ្លូវភេទមុនពេលមានរោគសញ្ញាអ្នកជំនាញសុខាភិបាលព្រមានថាជំងឺឆ្លងមួយចំនួនអាចមិនបង្ហាញសញ្ញាច្បាស់លាស់ប៉ុន្តែនៅតែអាចឆ្លងទៅអ្នកដទៃបានការធ្វើតេស្តដោយឥតគិតថ្លៃនិងរក្សាការសម្ងាត់អាចជួយឲ្យរកឃើញឆាប់ទទួលការព្យាបាលត្រឹមត្រូវនិងកាត់បន្ថយការឆ្លងបន្តក្នុងរយៈពេល6ខែដើមឆ្នាំនេះគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានបណ្ដាលឲ្យមនុស្សជាង700នាក់ស្លាប់មានអ្នករងរបួសរាប់រយនាក់ទៀតក្នុងហេតុការណ៍ទាំងនេះដែលបន្តបង្កផលប៉ះពាល់ដល់ក្រុមគ្រួសារនិងសហគមន៍តួលេខសរុបពីខែមករាដល់ខែមិថុនាបង្ហាញថាអ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវបង្កើនការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថាកម្ពុជានឹងរងឥទ្ធិពលពីព្យុះណាងកាពេលូនិងច័ន្ទហូមរហូតដល់ថ្ងៃទី17ខែសីហាស្ថានភាពនេះអាចបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំកូររន្ទះនិងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួនអាជ្ញាធរអំពាវនាវឲ្យអ្នកដំណើរនិងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជាពិសេសពេលធ្វើដំណើរតាមផ្លូវទឹកឬស្ថិតនៅតំបន់ងាយរងគ្រោះតាមការផ្សាយរបស់ BTV News នគរបាលកំពុងពង្រឹងការចុះអប់រំនិងណែនាំអ្នកបើកបរដែលល្មើសច្បាប់ចរាចរណ៍នៅតាមទីតាំងមួយចំនួនការណែនាំផ្ដោតលើការគោរពសញ្ញាចរាចរណ៍ការពាក់មួកសុវត្ថិភាពនិងការបើកបរដោយប្រុងប្រយ័ត្នសកម្មភាពនេះធ្វើឡើងខណៈការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញកាន់តែខិតជិតដើម្បីឲ្យអ្នកធ្វើដំណើរត្រៀមខ្លួននិងបន្ថយហានិភ័យគ្រោះថ្នាក់លើដងផ្លូវក្រសួងអប់រំយុវជននិងកីឡាបន្តព្រមានថានឹងអនុវត្តវិធានការដាច់ខាតចំពោះអ្នកដែលផ្សព្វផ្សាយប្រធានវិញ្ញាសាប្រឡងបាក់ឌុបការបែកធ្លាយឬចែករំលែកខ្លឹមសារវិញ្ញាសាអាចប៉ះពាល់ដល់យុត្តិធម៌និងភាពជឿជាក់លើការប្រឡងក្រសួងអំពាវនាវឲ្យសិស្សអាណាព្យាបាលនិងអ្នកប្រើប្រាស់បណ្ដាញសង្គមគោរពការរក្សាការសម្ងាត់និងរង់ចាំព័ត៌មានផ្លូវការដើម្បីធានាឱកាសស្មើគ្នាសម្រាប់បេក្ខជនសារព័ត៌មាន Cambodia News រាយការណ៍ថាជប៉ុនផ្ដល់កម្ចីបន្ថែម$114លានដល់កម្ពុជាដើម្បីអភិវឌ្ឍចំណតកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកម្ចីនេះគាំទ្រការពង្រីកកំពង់ផែទឹកជ្រៅនិងបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញតាមសមុទ្រគម្រោងនេះរំពឹងថានឹងជួយសម្រួលពាណិជ្ជកម្មនិងឆ្លើយតបតម្រូវការដឹកជញ្ជូនដែលកំពុងកើនឡើងនៅពេលខាងមុខសារព័ត៌មាន Kera Post រាយការណ៍ថាក្នុងរយៈពេល7ខែដំបូងឆ្នាំនេះការនាំចេញរបស់កម្ពុជាទៅអូស្ត្រាលីកើនឡើងជិត 50% កំណើននេះបង្ហាញពីតម្រូវការទីផ្សារដែលកំពុងប្រសើរសម្រាប់ទំនិញកម្ពុជាមួយចំនួនអ្នកវិភាគបានជំរុញឲ្យសហគ្រាសពង្រីកការកែច្នៃនិងផលិតទំនិញមានតម្លៃបន្ថែមពួកគេក៏ណែនាំឲ្យពង្រឹងដំភ្ជាប់ពាណិជ្ជកម្មនិងជំនួយទីផ្សារដើម្បីគាំទ្រកំណើននាំចេញឲ្យកាន់តែរឹងមាំនៅពេលខាងមុខសារព័ត៌មានវៀតណាមបូករាយការណ៍ថាក្រុមហ៊ុន Queen Nature នឹងវិនិយោគសាងសង់ឃ្លាំងស្ថានីយទំនិញកុងតឺន័រឬ CFS ថ្មីនៅភ្នំពេញតាមប្រភពដែលគម្រោងនេះមានគោលដៅពង្រឹងសមត្ថភាពទទួលរក្សាទុកនិងបែងចែកទំនិញសម្រាប់បណ្ដាញផ្គត់ផ្គង់វានឹងគាំទ្រកំណើនពាណិជ្ជកម្មខ្លឹមនេះរំពឹងថានឹងជួយសម្រួលការគ្រប់គ្រងកុងតឺន័រនិងការដឹកជញ្ជូនរបស់អាជីវកម្មនៅកម្ពុជា BTV News រាយការណ៍ថាគិតត្រឹមខែកក្កដាឆ្នាំនេះកម្ពុជាមានរោងចក្រកំពុងដំណើរការសរុប357រោងចក្រទាំងនេះមានទុនវិនិយោគរួមប្រមាណ$28 ប៊ីលានអាមេរិកតួលេខនេះបង្ហាញពីទំហំមូលដ្ឋានផលិតកម្មដែលកំពុងបន្តដំណើរការនៅក្នុងប្រទេសទិន្នន័យនេះគិតរួមត្រឹមខែកក្កដាសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្រសួងកសិកម្មឲ្យដឹងថាផ្ទៃដីដាំដុះស្រូវជាង25,000ហិកតាបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតកាលពីពេលកន្លងមកក្នុងចំណោមផ្ទៃដីដែលរងផលប៉ះពាល់ 95% ត្រូវបានជួយសង្គ្រោះនិងស្ដារឡើងវិញការអន្តរាគមន៍នេះបានជួយកាត់បន្ថយការខូចខាតដំណាំនិងរក្សាផលិតកម្មស្រូវរបស់កសិករសម្រាប់ផ្ទៃដីនៅសល់ក្រសួងបន្តតាមដានស្ថានភាពដំណាំដើម្បីរៀបចំការគាំទ្រតាមស្ថានភាពជាក់ស្ដែងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានចុះផ្សព្វផ្សាយដល់ពលរដ្ឋនៅតំបន់ជីដែនអំពីហានិភ័យពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងវិធីការពារសុវត្ថិភាពកម្មវិធីនេះក្រើនរំលឹកឲ្យប្រជាពលរដ្ឋមិនប៉ះពាល់ឬរើសយកវត្ថុសង្ស័យហើយត្រូវរាយការណ៍ជូនអាជ្ញាធរជាមួយគ្នានេះក៏មានការណែនាំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដើម្បីកាត់បន្ថយហានិភ័យសម្រាប់គ្រួសារប្រជាពលរដ្ឋនៅតំបន់ព្រំដែនរំពឹងថាផ្លូវក្រវ៉ាត់ព្រំដែននឹងផ្ដល់អត្ថប្រយោជន៍សំខាន់សម្រាប់ការធ្វើដំណើរនិងការភ្ជាប់សហគមន៍ការសាងសង់បច្ចុប្បន្នសម្រេចបានជាង 95% ហើយដែលបង្ហាញថាគម្រោងនេះកំពុងឈានទៅដំណាក់កាលចុងក្រោយនៅពេលបញ្ចប់ពលរដ្ឋរំពឹងថាផ្លូវនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនការធ្វើដំណើរនិងការចូលទៅកាន់តំបន់ជាប់ព្រំដែនរបស់ប្រជាពលរដ្ឋក្នុងតំបន់ឲ្យកាន់តែងាយស្រួលបទចុះការនេះបង្ហាញពីការរៀបចំនៅខាងក្នុងមណ្ឌលប្រឡងសញ្ញាបត្រមជុំសិក្សាទុតិយភូមិឆ្នាំ2026នៅក្រៅទ្វារមណ្ឌលការអនុវត្តនីតិវិធីត្រូវបានរៀបចំដើម្បីគាំទ្រដំណាភាពក្នុងដំណើរការប្រឡងការរក្សាស្តង់ដារបែបនេះមានន័យសំខាន់ចំពោះគុណភាពលទ្ធផលនិងទំនុកចិត្តរបស់បេក្ខជនព្រមទាំងសាធារណជនការត្រួតពិនិត្យនៅមណ្ឌលជួយធានាឲ្យបេក្ខជនទទួលបានឱកាសប្រឡងដោយស្មើភាពក្រោយប្រឡងសញ្ញាបត្រមជុំសិក្សាទុតិយភូមិសិស្សនិងអាណាព្យាបាលជាច្រើនកំពុងស្វែងរកការប្រឹក្សាយោបល់ដើម្បីជ្រើសរើសជំនាញវិជ្ជាជីវៈដែលសមស្របនឹងសមត្ថភាពនិងតម្រូវការទីផ្សារការងារការណែនាំនេះជួយឲ្យពួកគេយល់ច្បាស់ពីជម្រើសសិក្សារយៈពេលបណ្ដុះបណ្ដាលនិងឱកាសការងារនាពេលខាងមុខមជ្ឈមណ្ឌលផ្ដល់ប្រឹក្សាណែនាំឲ្យសិស្សពិភាក្សាជាមួយគ្រួសារនិងវាយតម្លៃលទ្ធភាពមុនសម្រាប់ចិត្តបន្តការសិក្សាវិទ្យាស្ថានជាតិប្រហុកចែកទេសអង្គរបាននាំការបណ្ដុះបណ្ដាលជំនាញកសិកម្មទៅកាន់សហគមន៍ដើម្បីបង្កើនសមត្ថភាពផលិតនិងបង្កើតមុខរបរថ្មីសម្រាប់ប្រជាពលរដ្ឋកម្មវិធីនេះបានផ្ដល់ចំណេះដឹងជាក់ស្ដែងដល់អ្នកចូលរួមជិត700នាក់លើការដាំដុះការថែទាំនិងការគ្រប់គ្រងផលិតផលកសិកម្មគោលដៅគឺឲ្យអ្នកចូលរួមយកជំនាញទៅអនុវត្តដើម្បីបង្កើនទិន្នផលនិងចំណូលគ្រួសារ
វិទ្យាស្ថានជាតិប្រហុកចែកទេសអង្គរបានបណ្ដុះបណ្ដាលយុវជនក្រីក្រជិត 3,000 នាក់ឲ្យទទួលបានជំនាញវិជ្ជាជីវៈនិងត្រៀមចូលទីផ្សារការងារតាមតម្រូវការជាក់ស្ដែងការសិក្សាផ្ដល់ទាំងការអនុវត្តជាក់ស្ដែងនិងឱកាសរកប្រាក់ចំណូលបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលគម្រោងនេះស្ថិតក្នុងកម្មវិធី TVET សម្រាប់យុវជន1.5 លាននាក់ដោយផ្ដោតលើការលើកកម្ពស់ជីវភាពគ្រួសារក្នុងឆ្នាំទី1ឆ្នាំនេះមន្ទីរពេទ្យគុណបុប្ផាបានពិនិត្យព្យាបាលនិងផ្ដល់សេវាសម្ភារព្រមទាំងសេវាសម្រាប់ទារកកុមារនិងស្ត្រីមានផ្ទៃពោះជិត 70,000 ករណីក្នុងចំណោមអ្នកទទួលសេវាទាំងនោះកុមារដែលឆ្លងជំងឺគ្រុនឈាមមានចំនួន 5,363 នាក់តួលេខនេះឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់លើសេវាសុខាភិបាលមាតានិងកុមារហើយបញ្ជាក់ថាការពិនិត្យនិងព្យាបាលទាន់ពេលវេលាមានសារៈសំខាន់សម្រាប់ក្រុមអ្នកជំងឺទាំងនេះតាមការផ្សាយរបស់ BTV News កម្មវិធីបណ្ដុះបណ្ដាល TVET សម្រាប់យុវជន1.5 លាននាក់មានគោលដៅពង្រឹងជំនាញវិជ្ជាជីវៈឲ្យកាន់តែច្បាស់លាស់អ្នកចូលរួមអាចយកចំណេះដឹងនិងជំនាញអនុវត្តទៅប្រើក្នុងការងារដើម្បីរកចំណូលបានឆាប់រហ័សជាងមុនកម្មវិធីនេះជួយពង្រីកឱកាសការងារបន្ថែមនិងគាំទ្រយុវជនឲ្យត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្រសួងអប់រំយុវជននិងកីឡាបន្តព្រមានថាជនណាដែលផ្សព្វផ្សាយប្រធានវិញ្ញាសាប្រឡងបាក់ឌុបនឹងត្រូវប្រឈមនឹងវិធានការដាច់ខាតក្រសួងអំពាវនាវឲ្យអ្នកពាក់ព័ន្ធបញ្ឈប់ការបង្ហោះឬចែករំលែកព័ត៌មានអំពីប្រធានវិញ្ញាសាដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការការផ្សព្វផ្សាយបែបនេះអាចប៉ះពាល់ដល់ភាពស្មើគ្នានិងទំនុកចិត្តលើដំណើរការប្រឡងសិស្សានុសិស្សនិងសាធារណជនគួររង់ចាំព័ត៌មានផ្លូវការពីក្រសួងមុននឹងបន្តចែករំលែក BTV News រាយការណ៍ថាអ្នកបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 40,000 រៀលនិងប្រាក់ឧបត្ថម្ភផ្សេងទៀតបន្ទាប់ពីបញ្ចប់កាតព្វកិច្ចពួកគេនឹងត្រឡប់ទៅបំពេញការងាររអែលឬបន្តការសិក្សាវិញការរៀបចំនេះផ្ដល់ជម្រើសឲ្យអ្នកចូលរួមបន្តផែនការការងារនិងការសិក្សារបស់ខ្លួនក្រោយបំពេញភារកិច្ចយោធារួចតាមការចុះផ្សាយរបស់គិរីប៉ុស្តិ៍ចិនបានធានាថៃថាខ្លួនរក្សាជំហរអព្យាក្រឹតចំពោះកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយកម្ពុជាការធានានេះពាក់ព័ន្ធដោយផ្ទាល់នឹងទំនាក់ទំនងយោធារវាងចិននិងកម្ពុជាហើយត្រូវបានលើកឡើងទៅកាន់ភាគីថៃចំណុចសំខាន់គឺទីក្រុងប៉េកាំងបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនេះមិនផ្លាស់ប្ដូរជំហរអព្យាក្រឹតរបស់ខ្លួនឡើយតំបន់អានសេសស្ថិតក្នុងទឹកដីកម្ពុជាដោយផ្អែកលើផែនទីមាត្រដ្ឋាន1.200.000ការកំណត់នេះយោងតាមកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការឥណ្ឌូចិនសៀមឆ្នាំ1908និង1919អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែនកម្ពុជាបញ្ជាក់ថាផែនទី I7017 មាត្រដ្ឋាន1.50.000ដែលថៃគូសជាឯកតោភាគីក៏ត្រូវបានពិនិត្យជាឯកសារយោងផងដែរនេះជាមូលដ្ឋានសម្រាប់កំណត់ទីតាំងតំបន់អានសេសតាមការរាយការណ៍របស់ខ្មែរថាមកម្ពុជានិងលិចតិនស្ដានកំពុងសហការគ្នាលើថាមពលពន្លឺព្រះអាទិត្យនិងការបណ្ដុះបណ្ដាលជំនាញបៃតងគោលដៅគឺពង្រឹងសមត្ថភាពកម្លាំងពលកម្មសម្រាប់ការងារក្នុងវិស័យថាមពលកើតឡើងវិញកិច្ចការនេះរំពឹងថានឹងពង្រីកចំណេះដឹងបច្ចេកទេសនិងជួយគាំទ្រការផ្លាស់ប្ដូរទៅរកសេដ្ឋកិច្ចកាបូនទាបនៅកម្ពុជាជាបន្តទៀតតំបន់រ៉ាមសារព្រែកទាល់ក្នុងប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាបរបស់កម្ពុជាត្រូវបានដាក់ជាបេក្ខភាពសម្រាប់ឧទ្យានបេតិកភណ្ឌអាស៊ានតំបន់នេះជាជម្រកសំខាន់សម្រាប់ព្រៃលិចទឹកនិងសត្វស្លាបជាច្រើនប្រភេទដែលពឹងផ្អែកលើវដ្តទឹករដូវប្រាំងនិងរដូវវស្សាការដាក់ជាបេក្ខភាពនេះបង្ហាញតម្លៃអេកូឡូស៊ីរបស់តំបន់និងជួយបង្កើនការយកចិត្តទុកដាក់លើការអភិរក្សធនធានធម្មជាតិ BTV News រាយការណ៍ថាក្រុមហ៊ុនចិនធំពីរក្រុងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបចាស់ឲ្យក្លាយជាតំបន់ទេសចរណ៍ថ្មីគម្រោងនេះមានបំណងកែប្រែទីតាំងចាស់សម្រាប់សកម្មភាពកម្សាន្តនិងទេសចរណ៍ពេលរាត្រីការរៀបចំនិងបន្ថែមសេវាកម្មសម្រាប់ភ្ញៀវនិងជម្រើសទស្សនាក្នុងខេត្តសៀមរាបតាម BTV News ផែនការនេះត្រូវបានរំពឹងថានឹងគាំទ្រចរន្តភ្ញៀវទេសចរបន្ថែម Cambodia នេះនិងគិរីប៉ុស្តិ៍រាយការណ៍ថា Marriott International និង Royal Group International បានចុះកិច្ចព្រមព្រៀងដើម្បីនាំ The RITC-CARITON មកបើកដំណើរការនៅកម្ពុជាជាលើកដំបូងគម្រោងនេះនឹងពង្រីកជម្រើសស្នាក់នៅប្រណីតសម្រាប់ភ្ញៀវទេសចរនិងអ្នកធ្វើដំណើរអាជីវកម្មភាគីពាក់ព័ន្ធរំពឹងថាវានឹងជួយលើកកម្ពស់វិស័យបដិសណ្ឋារកិច្ចកម្ពុជាបន្ថែមទៀតតាម BTV News អត់ពលិកមកពី8ប្រទេសកំពុងត្រៀមចូលរួមការប្រកួតកីឡាជីជីតស៊ូជើងឯកអាស៊ាននៅលើទឹកដីអង្គរនាសប្តាហ៍ក្រោយព្រឹត្តិការណ៍នេះនឹងនាំកីឡាករពីបណ្ដាប្រទេសក្នុងតំបន់មកប្រជែងសមត្ថភាពលើវិញ្ញាសាជីជីតស៊ូការប្រកួតជាសញ្ញានៃកិច្ចសហប្រតិបត្តិការកីឡាអាស៊ាននិងផ្ដល់ឱកាសឲ្យម្ចាស់ផ្ទះបង្ហាញសមត្ថភាពរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិបើលោកអ្នកចង់គាំទ្រកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង